ទៅជប់លៀងមួយខ្ញុំទាំងអស់គ្នាព្រោះអីប្អូនខ្ញុំទៅទិញឡានថ្មីមកមុខយីរៀបចំខ្លួនឯងរៀបចំឲ្យកូនបើសិនមកមុខគេលក៏ផ្លាក់អូនទៅការថ្ងៃមុនសោះហ្នឹងឥឡូវប្អូនគេបានទិញឡានថ្មីបាទពីផ្ទះខ្ញុំទៅផ្ទះប្អូនទាំងពីរអត់ឆ្ងាយដែរហើយមើលកូនបើនៅមួយម៉ាក់យាយមុខឡើងក៏ផ្លាក់ហ្មងអត់ចេះយំអត់ចេះធ្វើទុកទៀតណាចង់ឲ្យម៉ាក់សប្បាយនោះញ៉ាំអីឆ្ងាញ់នោះចឹងឲ្យគេអត់ហ៊ានយំទេជួបជុំយូរមែនតែនតាំងពីប្អូនការមកតពេលទៅជួបជុំគ្នាសប្បាយមែនតែនបងប្អូនមានតែរវល់ទេបានជួបគ្នាព្រោះអីមានការងារធ្វើរៀងខ្លួនបើមកហូបវិញឆ្ងាញ់មែនតែនបើងាកមកមើលស្រីសយើងវិញឡើងស្អាតហើយណាប្អូនទាំងពីរបងជូនពរអូនទៅណាមកណាមានសុខសុវត្ថិភាពណាប្អូនយើងងាកមកមើលម្ហូបយើងថ្ងៃហ្នឹងវិញបបរគ្រឿងសាច់មាន់ស្រែទៀតខ្ញុំឡើងអស់2ចានឆ្ងាញ់ហ្មងហើយសិតតែសាច់ខ្ញុំបរគ្រឿងជាពិសេសគឺអត់ដាក់ច្បោយគឺអត់ការទេព្រោះអីខ្ញុំចូលចិត្តច្បោយខ្លាំងហើយមើលប្តីខ្ញុំដួសសាច់ឲ្យនោះមានឆាម៉ាស៊ូហើយមានឆាអន្ទង់ទៀតគាត់ថាយប់មិញរាប់ទៅរាប់មកដូចមានអស់2ចានទេព្រោះអីឆ្ងាញ់ពេកព្រោះអីបបរគ្រឿងភាគច្រើនខ្ញុំចូលចិត្តមានផ្សិតប៉ុន្តែទៅយប់មិញមានផ្សិតឡើងច្រើនហើយសាច់ឡើងច្រើនទៀតមានជាតិសាហាវហ្មងហើយងាកមកមើល outfit របស់កូនបើខ្ញុំវិញគេទិញអាវឲ្យនោះឡើងខ្ជូតចេះម៉ែកូនបើអត់ធ្វើទុកម៉ាក់ទៀតមានអ្វីសប្បាយចិត្តជាងការជួបជុំបងប្អូននិងអបអរសាទរគ្នាទៅវិញទៅមកពេលមានម្នាក់ជោគជ័យមិនថាជោគជ័យឬក៏បរាជ័យទេបងប្អូនចេះជួយគ្នាមានទុកទរៈគ្នាទៅវិញទៅមកខ្ញុំពិតជាមានការសប្បាយចិត្តមែនតែននេះអាចេហើយនឹងបងខ្លាយខ្ញុំមកបានជួបគ្នាអីសើចឡើងស្ញែងហ្មងបងក៏អរគុណអូនទាំងពីរដែលហៅបងទៅញ៉ាំអីផ្ទះអូនឲ្យបងឡើងឆ្អែតឡើងគីឡូទៀតហ្មងហើយបងអត់មានអីច្រើនជួយអូនទេមានតាអាំងប៉ាវតិចតួចជូនអូនឥឡូវកុំឲ្យស្ដាប់ខ្ញុំវយអូពេឥឡូវបងទៅស្ដាប់សម្លេងស៊ីនខ្ញុំហ្មងថាខ្ញុំជូនពើប្អូនខ្ញុំមិនខ្លាពីអ្នកនេះនៅហើយអបអរសាទរអូនអរសាទរហើយសានេះ